រស់ស៊ីតាមអារម្មណ៍នេះគឺជាចំណុចដ៏គ្រោះថ្នាក់មួយនៃអ្នកប្រកបអាជីវកម្មហេតុអ្វីខ្ញុំនិយាយថាការរស់ស៊ីដល់អារម្មណ៍គឺជាចំណុចដ៏គ្រោះថ្នាក់ពេលខ្លះមុខរបរខ្លះដែលយើងបានជឿរើបងប្អូនមួយចំនួនជឿរើទាំងខ្លួនគាត់មិនស្រឡាញ់ទាំងខ្លួនគាត់មិនមានជំនាញទាំងខ្លួនគាត់មិនអាចយល់អំពីការគ្រប់គ្រងវាបានយល់ឬក៏ការគ្រប់គ្រង operation មានថាចង្វាក់ផលិតកម្មឬក៏ចង្វាក់នៃការគ្រប់គ្រងវាបានល្អដោយសារតែយើងកាត់មុខរបរនោះតាម trending តាមការពេញនិយមមើលឃើញគេរើស៊ីបានគឺក៏ចង់រើស៊ីតាមគេឃើញគេកាក់កក៏ចង់ធ្វើតាមគេចឹងទៅនេះគេហៅថាយើង trending តាមគេណាឬក៏ឃើញមុខរបរគេកំពុងតែ viral ឬមកកំពុងតែពេញនិយមអញ្ចឹងទៅទាំងខ្លួនយើងអត់មានចំណេញនិងចំណេះនឹងពីរឿងហ្នឹងផងហើយពេលខ្លះពេលយើងធ្វើវាដល់ពេលយើងធ្វើវាយូរអត់សុបាយហ្នឹងហើយអត់មានអត់កាក់កបដូចគេពេលខ្លះយើងបដិបដោយតាមអារម្មណ៍មានន័យថាយើងចង់ធ្វើក៏ធ្វើចង់អត់ទាំងអត់យើងអត់តាមដានអត់មើលសិក្សាពីចំណូលរបស់វានិងសិក្សាអំពីទីផ្សាររបស់វាឲ្យបានល្អចេះតែចង់ធ្វើក៏ធ្វើចង់អត់ក៏អត់មិនចាប់អារម្មណ៍មកវាហើយធ្វើយូរទៅក៏ធ្វើឲ្យវាដួលរលំហ្នឹងហើយបើមិនយើងដួលរលំនោះយើងមានលុយខ្លួនឯងផ្ទាល់ទៅវិនិយោគទៅ invest ទៅវិនិយោគវាមិនសូវជាធ្ងន់ធ្ងរហ្មងទេព្រោះយើងអត់ជាពាក់លុយគេប៉ុន្តែបើមិនជាយើងយកលុយធនាគារយកលុយបុលគេយកទៅរកស៊ីនៅមុខជំនួយនឹងទៀតណាហើយបើវាបរាជ័យគឺធ្ងន់កមានថាបំណុលនឹងជន់យើងជាមិនខានវាការលំបាកកាន់តែលំបាកឡើងថែមទៀតនេះគឺជាជ្រុងមួយនៃការរកស៊ីបរាជ័យដែលខ្ញុំឆ្លប់ឆ្លងកាត់មានន័យថាមុខរបរខ្លះដែលខ្ញុំធ្លាប់ធ្វើពីមុនណាគឺមុខរបរនោះខ្ញុំអត់ចេះទេបាទហើយក៏អត់យល់ពីមុខរបរនឹងដែរហើយចេះតែធ្វើទៅដែលគិតថាវាចំណេញដោយមិនដឹងថាតើវាចំណេញពិតប្រាកដអត់ហើយយើងអាចធ្វើគ្រប់គ្រងវាបានអត់យើងអាចមើល operation វាបានអត់មានថាមើលប្រតិបត្តិប្រតិកម្មវាបានអត់ប៉ុន្តែខ្ញុំចេះតែធ្វើទៅហើយធ្វើយូរទៅអត់សុបាយចិត្តហ្នឹងហើយអត់សុបាយចិត្តមើលយូរទៅកាន់តែតឹងតែងក្នុងអារម្មណ៍ព្រោះអីយើងអត់ចេះពីវានោះអត់យល់ពីវានោះពេលខ្លះក៏ចង់ធ្វើក៏ធ្វើចង់អត់ក៏អត់ហើយបដិបដោយវាពឹងលើគេពឹងលើអ្នកដទៃឲ្យគេជួយមើលឲ្យយើងទៅឲ្យគេជួយដឹកនាំឲ្យយើងទៅហ្នឹងទាំងខ្លួនឯងហ្នឹងមិនបានយល់អំពីវាច្បាស់លាស់ផងចុងក្រោយវាក៏រលំទៅហ្នឹងហើយជាពាក់លុយគេព្រោះយើងយកលុយគេបុលគេយកទៅរកស៊ីនោះទាំងលទ្ធផលក៏ជាពាក់គេអញ្ចឹងទៅអានេះគឺជាចំណុចខ្វះខាតមួយដ៏ធំនៃអ្នកប្រកបអាជីវកម្មដែលរកស៊ីតាមអារម្មណ៍តាម trending ណាតាម trending មានតែតាមគេពងពេញនិយមអញ្ចឹងចេះទៅតាមគេអញ្ចឹងទៅហើយក៏គិតថាវាចំណេញប៉ុន្តែទាំងខ្លួនឯងមិនចេះឬជំនាញមួយហ្នឹងអាហ្នឹងគឺជាហានិភ័យខ្ពស់សូមសិក្សាវាមុនសិនមុនយើងសម្រេចចិត្តថាធ្វើវាបើយើងមិនច្បាស់ជាមួយវាទេបើយើងមិនអាចគ្រប់គ្រងវាបានទេយើងអត់អាចយល់ដល់កម្រិតរបស់វាបានទេកុំអីទៅរើមុខរបរណាមួយដែលយើងអាចចេះមុខរបរណាមួយដែលយើងអាចយល់ពីវាមុខរបរណាមួយដែលយើងអាចចំណាយពេលមើលវាបានគ្រប់ជ្រុងជ្រោយបានអាចាំធ្វើវាអញ្ចឹងណាហ្នឹងហើយព្រោះអីវាតាក់ទងជាមួយនឹងបំណុលពេលខ្លះការ invest នឹងចំនួនមួយចំនួនគឺយើងអត់មានលុយខ្លួនឯងធ្វើទេគឺយើង invest ពីធនាគារឬក៏ខ្ចីបុលពីគ្រួសារពីអ្នកដទៃដើម្បីទៅធ្វើរឿងហ្នឹងប៉ុន្តែបើសិនជាយើងអត់បានគ្រប់គ្រងវាបានល្អវាបរាជ័យវាជារឿងលំបាកបំផុតហើយជារឿងមួយដ៏គ្រោះថ្នាក់សម្រាប់ជីវិតអាជីវកម្មរបស់យើងបាទដូច្នេះជាជ្រុងមួយនៃភាពបរាជ័យនៃការប្រកបអាជីវកម្មបងប្អូនអាចយកទៅពិចារណាដោយខ្លួនឯងមើលហើយបើសិនជាវីដេអូនេះមានប្រយោជន៍សូមជួយ like ជួយ follow ហើយជួយចែករំលែកទៅកាន់អ្នកដទៃផ្សេងទៀតផងដែរបាទអរគុណសូមជម្រាបលា